ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងសាច់រឿងថ្មីសិនណាបងហើយរឿងមួយនោះ Admin ចាំចេញបន្តទៀតណា Admin សុំរឿងថ្មីសិនដែលសាររឿងនេះ Admin មើលឲ្យជក់ខ្លាំងមែនតើអញ្ចឹងហើយបើ Admin អត់បញ្ញាធ្វើទេ Admin ច្បាស់ជាអត់បានធ្វើទៀតទេណាសាររឿងមួយនេះតួប្រុសរបស់យើងគឺជា CEO សង្ហាមានភាពវៃឆ្លាតអីចឹងណាហើយបូករួមជាមួយនឹងតួស្រីរបស់យើងចរិតលក្ខណៈរបស់គាត់គឺអត់មានអាគេបូលីគាត់បានតែម្ដងទោះបីជាគាត់នឹងជាមនុស្សស្រីធម្មតាម្នាក់ក៏ដោយអ្វីដែលសំខាន់ណាតួអង្គយើងទាំងពីរនាក់ហ្នឹងគឺថាជាមនុស្សដែលមានជំងឺដែលអត់គេងបានន័យថាពួកគាត់ទាំងពីរនាក់ហ្នឹងអត់គេងយប់ទេហើយបើសិនជាពួកគាត់ទាំងពីរនាក់អត់គេងយប់អញ្ចឹងតើនឹងមានរឿងអីកើតឡើងទៅបើសិនជាខួរក្បាលមិនបានសម្រាប់ផងហ្នឹងដូច្នោះចង់ដឹងថាពួកគាត់នឹងជួបរឿងអីបន្តទៀតហើយនឹងមានវិធីសាស្ត្រណាដើម្បីព្យាបាលជំងឺមួយនឹងបានណាយើងមានតែមកតាមដានសាច់រឿងជាមួយ Admin ទាំងអស់គ្នាយើងចាប់ផ្ដើមនៅក្នុងទស្សនវិជ្ជានៃការប្រឡងតន្ត្រីជាប្រភេទឧបករណ៍តន្ត្រី cello អញ្ចឹងអ្នកនរគ្នាហ្នឹង Admin អត់ដឹងថាហៅត្រូវឬមួយក៏ខុសទេប៉ុន្តែអាហ្នឹងវាដូចជា violon អាធំអញ្ចឹងណាតែតួស្រីរបស់យើងមានឈ្មោះថាលូអន្ថងហ្នឹងគាត់កំពុងតែលេង cello មួយហ្នឹងអន្ថងលេងបានល្អខ្លាំងមែនតើប៉ុន្តែជាហាចៃដន្យដោយសារតែគេមានជំងឺអត់បានគេដូច្នោះហើយទៅធ្វើឲ្យខួរក្បាលរបស់គេដែលមិនបានល្អនោះទេនៅក្នុងកំឡុងពេលដែលគេកំពុងតែកោតលេង cello ហ្នឹងធ្វើឲ្យគេកេងលក់នៅពេលហ្នឹងនិយាយទៅកេងតែមួយផ្លែតទេដែលធ្វើឲ្យគណៈកម្មការទាំងភ្ញៀវចូលរួមអីហ្នឹងផ្អើលពេញហ្នឹងអស់ហើយតែបានតែបន្តិចគេក៏ដឹងខ្លួនមកវិញហើយគេក៏ត្រូវបានធ្លាក់នៅក្នុងការប្រកួតមួយហ្នឹងអន្ថងស្រឡាញ់ការលេង cello ហ្នឹងខ្លាំងមែនតើដូច្នោះហើយគេសន្យាថាគេត្រូវតែព្យាបាលជំងឺមួយហ្នឹងឲ្យបានទីចៃដន្យអីគេប្រទះផ្នែកឃើញថាក្រុមហ៊ុនមួយកំពុងតែប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តនៅក្នុងការព្យាបាលជំងឺការគេងអត់លក់មួយហ្នឹងតែប៉ុណ្្នឹងអន្ថងមានក្តីសង្ឃឹមហើយឥឡូវយើងកាន់មកដល់ស្អែកឡើងវាជាការបង្ហាញខ្លួនរបស់តួប្រុសរបស់យើងសុងយិនស៊ីជា CEO របស់ Kevin Group CEO គេមកធ្វើការជិះឡានមកទេប៉ុន្តែសម្រាប់យិនស៊ីវិញជិះ helicopter មកហ្មងហើយចំពោះអា program ដែលគេរើអ្នកស្ម័គ្រចិត្តនៅក្នុងការព្យាបាលជំងឺគេងអត់លក់ហ្នឹងក៏ជា program នៅក្នុងក្រុមហ៊ុនគេដែរជំងឺគេងអត់លក់របស់យិនស៊ីហ្នឹងគឺថាមានតែកូនចៅរបស់យិនស៊ីផ្ទាល់នោះទេដែលដឹងពីជំងឺមួយហ្នឹងហើយអ្នកដទៃទៀតដូចជា shareholder ឬមួយក៏ម្ចាស់ហ៊ុនផ្សេងទៀតហ្នឹងអត់ដឹងថាយិនស៊ីមានជំងឺមួយហ្នឹងទេដោយសារតែក្រុមហ៊ុនរបស់គេហ្នឹងពាក់ព័ន្ធជាមួយបច្ចេកវិទ្យានៅក្នុងជំនួយដល់មនុស្សនៅក្នុងការគេងអីចឹងណាហើយបើសិនជាដឹងថា CEO របស់គេគេងអត់លក់អញ្ចឹងច្បាស់ជាពួកគេដក CEO ចេញហើយអញ្ចឹងនៅក្នុង program រើអ្នកស្ម័គ្រចិត្តនៅក្នុងការព្យាបាលជំងឺគេងអត់លក់ហ្នឹងយិនស៊ីត្រូវតែចូលរួមដែរព្រោះអីគេចង់បញ្ញាប់ព្យាបាលជំងឺរបស់គេហើយការចូលរួមរបស់គេហ្នឹងមានចំនួនកំណត់ដូច្នោះហើយយិនស៊ីគេក៏បានកាន់ប្រវត្តិរូបរបស់បេក្ខភាពដែលចូលរួមហ្នឹងធ្វើឲ្យរបូតស្លឹកបេក្ខភាពរបស់តួស្រីយើងហើយអញ្ចឹងប្រវត្តិរូបរបស់អិនថងត្រូវបានដកចេញពីការស្ម័គ្រចិត្តចូលរួមព្យាបាលជំងឺការគេងអត់លក់មួយហ្នឹងហើយរីឯប្រវត្តិរូបរបស់អិនថងហ្នឹងបែរជាហាធ្លាក់ចូលមកក្រៅមកចំកណ្ដាលមុខរបស់អិនថងដែលកំពុងតែដើរចូលក្រុមហ៊ុន Kevin អិនថងរៀងឆ្ងល់ដែរមិនក៏ប្រវត្តិរូបរបស់គេហៅផ្ដេសផ្ដាស់ពេញមេឃអញ្ចឹងតែពេលដើរចូលខាងក្នុងហ្នឹងអិនថងត្រូវបានស្ទះដោយអង្គរៈ2នាក់ដែលអង្គរៈ2នាក់ហ្នឹងក៏មើលប្រវត្តិរូបរបស់អិនថងហើយប្រាប់ថាអិនថងហ្នឹងត្រូវបានដកហូតចេញពី program មួយហ្នឹងហើយយើងក៏លេចមើលនៅក្នុងការប្រារព្ធពិធី welcome របស់ក្រុមហ៊ុន Kevin បន្តិចគឺគេ welcome ចំពោះអ្នកដែលស្ម័គ្រចិត្តនៅក្នុងការព្យាបាលជំងឺហើយក៏ដូចជាការចុះកិច្ចសន្យាជាមួយគ្នាផងដែរហើយបើអិនថងនេះវិញនិយាយថាជានារីដែលមិនចុះចាញ់សោះតែម្ដងបើទោះបីជាគេដកបេក្ខភាពអិនថងយ៉ាងណាក៏ដោយក៏អិនថងអង្គរអង្គរៈ2នាក់ហ្នឹងជួយគេមកព្រោះអីហ្នឹងជាក្តីសង្ឃឹមនៅក្នុងការព្យាបាលជំងឺរបស់គេហើយអង្គរៈហ្នឹងក៏ប្រាប់ត្រង់ៗមកថាបើសិនជាចង់ចូលរួមមែនណាទៅសុំមេរបស់គេទៅមេរបស់គេនៅលើដំបូលអគារអិនថងលឺអញ្ចឹងហើយជាឱកាសល្អមានចាំយូរទេប្រូចទៅតែម្ដងហើយចំពោះយិនស៊ីវិញគឺថាកំពុងតែនៅលើដំបូលអគារមែនតែគេកំពុងតែគិតម្នាក់ឯងដោយសារតែក្រុមហ៊ុនរបស់គេហ្នឹងមានផលិតថ្នាំបាណាណាស្រីវាជាថ្នាំដែលជំនួយដល់អ្នកដែលគេងអត់លក់អញ្ចឹងណាហើយ shareholder ឯហ្នឹងកំពុងតែសង្ស័យថាយិនស៊ីហ្នឹងគឺមានជំងឺគេងអត់លក់ហ្នឹងដែលធ្វើឲ្យប៉ះពាល់ដល់ការលក់នៅក្នុងក្រុមហ៊ុនរបស់គេយិនស៊ីគិតហើយគេក៏បានតេស្តអាថ្នាំបាណាណាស្រីរបស់គេហ្នឹងមកគ្រាប់បើសិនជាថ្នាំហ្នឹងមានប្រសិទ្ធភាពមែនណាសូមឲ្យគេងលក់នៅហ្នឹងទៅគេលេបថ្នាំហ្នឹងហើយគេមួកម៉ូបដបថ្នាំហ្នឹងក៏ធ្វើឲ្យដបថ្នាំហ្នឹងវាជ្រុះយិនស៊ីក៏ឆុងរើដបថ្នាំហ្នឹងទៅឲ្យអិនថងឡើងមកលើដំបូលអគារហ្នឹងឃើញពីសកម្មភាពរបស់យិនស៊ីក៏គិតស្មានថាយិនស៊ីហ្នឹងចង់លោតសម្លាប់ខ្លួនអិនថងអត់មានរងចាំយូរទេគឺរត់ទៅជួយយិនស៊ីតែម្ដងហើយទាញយិនស៊ីហ្នឹងមកក្រៅក៏បានធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងដួលពីលើគ្នាពួកគេក៏សម្លឹងមើលមុខគ្នាភ្លឺរហូតដល់ងងុយគេងរៀងខ្លួនអញ្ចឹងទាំងពីរនាក់ហ្នឹងក៏បានគេងលក់នៅកន្លែងហ្នឹងតែម្ដងរហូតដល់ព្រឹកឡើងអិនថងដឹងខ្លួនមកគឺគេសប្បាយចិត្តណាគេថាទេវតាដំណេករបស់គេហ្នឹងឲ្យពោគេឲ្យគេបានគេងលក់យប់មិញហើយអិនថងក៏ពិនិត្យមើលយិនស៊ីដែលយិនស៊ីហ្នឹងគឺមិនទាន់បាត់បង់ជីវិតទេអិនថងក៏ឆ្ងល់ថាយិនស៊ីមើលទៅសង្ហាដែរមិនក៏ចង់សម្លាប់ខ្លួនអញ្ចឹងនៅពេលហ្នឹងលេខារបស់យិនស៊ីលីឈើហ្នឹងបានតែមកយិនស៊ីអិនថងក៏ទទួលទូរស័ព្ទនឹងជំនួសយិនស៊ីអិនថងប្រាប់លីឈើឲ្យមកទទួលយិនស៊ីមកគឺគេនៅលើដំបូលអគារ Kevin តោះតែនិយាយទូរស័ព្ទជាមួយលីឈើហើយអិនថងចាប់អារម្មណ៍ថាម៉ោង9ជាងហើយដែលគេហ្នឹងមានការណាត់ជាមួយនឹងគ្រូពេទ្យនៅម៉ោង9អិនថងមុននឹងទៅដែលខ្លាចបារម្ភថាយិនស៊ីហ្នឹងដឹងខ្លួនមកចង់សម្លាប់ខ្លួនទៀតដូច្នោះហើយគេបានយកខ្សែហ្នឹងយកមករុំចងយិនស៊ីហ្នឹងដូចនំសោមចឹងមុននឹងចាក់ចេញទៅហើយអិនថងហ្នឹងមកជួបជាមួយនឹងមិត្តភ័ក្តិរបស់គេដែលមានឈ្មោះថាឈឺចោជាម្ចាស់ហាង
កាហ្វេនៅកន្លែងហ្នឹងចូលគ្រាន់តែឃើញមុខរបស់អិនធុងភ្លាមថាឲ្យអិនធុងហ្មងគេខំរៀបចំណាត់ជួបជាមួយនឹងគ្រូពេទ្យឲ្យហើយបែរជាមកយឺតពេលវេលាអញ្ចឹងតែធ្វើឲ្យគ្រូពេទ្យម្នាក់ហ្នឹងត្រឡប់ទៅវិញបាត់ហើយអិនធុងប្រាប់ហេតុផលឲ្យឈឺចរហ្នឹងបែនដឹងថាមកពីគេហ្នឹងកេងជ្រុលតែឈឺចរមិនជឿអិនធុងទេគិតថាអិនធុងហ្នឹងនិយាយយកតែរួចទៅខ្លួនអិនធុងខំនិយាយការពិតថាវាអញ្ចឹងមែនគឺទេវតាដំណេករបស់គេបញ្ចេញថាមពលឲ្យគេបានឃើញឲ្យគេនឹងបានកេងលក់អីចឹងគ្នាខំតាមប្រាប់ឈឺចរមិនដែលឈឺចរមិនជឿអិនធុងទេគិតថាអិនធុងហ្នឹងយកលេស100ចំពុកយកមកនិយាយប្រាប់គេហើយបើនិយាយវិញ្ញាណស៊ីនេះវិញគេកំពុងតែបើកឡានតាមផ្លូវត្រឡប់ទៅផ្ទះគេវិញហ្នឹងដោយមិនឲ្យលេខាលីឈើរបស់គេហ្នឹងបើកឡានទេពួកអីគេសប្បាយចិត្តថាជំងឺរបស់គេបានព្យាបាលជាលីឈើក៏សប្បាយចិត្តជាមួយនឹងមេរបស់គេដែរដែលមេរបស់គេលេងប្រើវ៉ែនតាខ្មៅទៀតចឹងគេយកវ៉ែនតាខ្មៅហ្នឹងពាក់ខ្លួនឯងទៅឥឡូវដល់យប់ឡើងវិញណាដែលអឿនថងជឿជាក់ថាទេវតាអីគេទេវតាដំណេករបស់គេហ្នឹងជាអ្នកឲ្យពរគេដូច្នេះហើយគេមានដង្វាយមានអីសែនឲ្យទៀតឲ្យទេវតាហ្នឹងជួយឲ្យគេបានកេងលក់នៅយប់ហ្នឹងហើយចំពោះយានស៊ីវិញគេជឿជាក់ថាថ្នាំដែលគេទៅតែផលិតមកថ្មីហ្នឹងជួយឲ្យគេកេងលក់ចឹងហើយគេលេបថ្នាំមកគ្រាប់ហ្នឹងដោយសង្ឃឹមថាយប់ហ្នឹងគេនឹងបានកេងលក់ស្រួលឥឡូវលទ្ធផលជាព្រឹកឡើងគឺថាយានស៊ីគេឈរមើលទេសភាពពេលព្រឹកហ្នឹងយ៉ាងទំនងដូចគេហ្នឹងបានកេងកាលពីយប់មិញអញ្ចឹងតែជាក់ស្ដែងទៅយប់មិញគេមិនបានកេងលក់ទេអញ្ចឹងហើយភ្នែករបស់គេឡើងខ្មៅឡើងខងហ្មងឲ្យកូនចៅរបស់គេលីឈើហ្នឹងឯងយកវ៉ែនតាខ្មៅឲ្យគេវិញមកអឿនថងក៏អញ្ចឹងដែរយប់មិញគេមិនបានកេងលក់នោះទេភ្នែករបស់គេឡើងខ្មៅ Panda Eye ហ្មងអញ្ចឹងហើយដល់ថ្ងៃហ្នឹងគឺជាថ្ងៃចេញដំណើររបស់ក្រុម Volunteer ដែល Volunteer នៅក្នុង program ការព្យាបាលជំងឺកេងអត់លក់ហ្នឹងគេត្រូវចេញទៅសម្រាកនៅ resort ក្រៅក្រុងរបស់ក្រុមហ៊ុន Kerwin អឿនថងមានផែនការនឹងបន្លំខ្លួនដើម្បីចូលរួមជាមួយនឹងក្រុម Volunteer ទាំងអស់ហ្នឹងដែរហើយចំពោះយានស៊ីវិញដល់យប់មិញហ្នឹងដៃរបស់គេមានរបួសដោយសារតែគេកេងអត់លក់អញ្ចឹងហើយគេអង្គុយចាក់អាវឬមួយក៏ចាក់អីមិនដឹងទេគឺចាក់ឡើងចាក់ដៃខ្លួនឯងហ្មងយានស៊ីទ្រាំលេងបានហើយថ្នាំរបស់គេគឺមិនទាន់មានប្រសិទ្ធភាពរបៀបថាវាមិនទាន់ត្រូវស្តង់ដារឬមួយក៏យ៉ាងម៉េចទេអញ្ចឹងហើយយានស៊ីមានផែនការបន្លំខ្លួនដើម្បីចូលរួមជាមួយនឹងក្រុម Volunteer នឹងដែរនៅក្នុងការព្យាបាលជំងឺកេងអត់លក់មួយនេះអឿនថងក៏កំពុងតែឈរបន្លំខ្លួនជាមួយនឹងជួរដែលគេតំងជួរឡើងឡានក្រុងហ្នឹងណាប៉ុន្តែមុននឹងឡើងឡានក្រុងហ្នឹងបានគឺត្រូវមានកាតដែលគេបានអញ្ជើញទៀតហើយអឿនថងមានក្នុងបញ្ជីឈ្មោះជាមួយគេផងហ្នឹងឡើងយ៉ាងម៉េចទៅប៉ុន្តែអឿនថងលេងល្បីសាហាវហ្មងគឺស៊ីសំណោកម្នាក់អង្គរៈហ្នឹងដើម្បីឲ្យគេបានឡើងឡានក្រុងហ្នឹងដែរមកដល់លើឡានក្រុងអឿនថងកំពុងតែស្វែងរកកៅអីដើម្បីអង្គុយប៉ុន្តែក៏បានប៉ះគ្នាជាមួយនឹងយានស៊ីដែលកំពុងតែគ្របមុខបន្លំខ្លួននៅក្នុងឡានក្រុងហ្នឹងដែរយានស៊ីគ្នាខំកិច្ចមុខពួកអីខ្លាចថាអ្នកដទៃឃើញស្គាល់គេថាគេជា CEO នៃ Kerwin Group ហ្នឹងមកចូលរួមជាមួយនឹងអាកម្មវិធី program របស់គេហ្នឹងដែរអឿនថងឃើញហើយស្គាល់មុខរបស់យានស៊ីប៉ុន្តែគេមិនដឹងថាយានស៊ីជាអ្នកណានោះទេគ្រាន់តែស្គាល់ថាគេបានជួបកាលពីយប់មិញហ្នឹងឯងដល់ឡានក្រុងរបស់ពួកគេត្រូវចេញដំណើរអញ្ចឹងអឿនថងមានតែសុំយានស៊ីអង្គុយជាមួយដែរកៅអីរបស់អឿនថងហ្នឹងនៅខាងគៀងកញ្ចក់អញ្ចឹងហើយអឿនថងត្រូវឆ្លងកាត់យានស៊ីប៉ុន្តែនៅពេលហ្នឹងឡានក្រុងហ្នឹងគ្រាន់តែវិលកង់បន្តិចអឿនថងក៏បែរជាអុកគូតលើយានស៊ីហ្មងអ្នកនៅក្នុងឡានក្រុងហ្នឹងសើចពីអ្នកហ្នឹងមិនស្ទើរទេហើយតតែពេលដែលកំពុងតែធ្វើដំណើរតាមផ្លូវហ្នឹងអឿនថងចាប់អារម្មណ៍ឃើញកដៃរបស់យានស៊ីហ្នឹងមានរំបងអឿនថងគិតថាយានស៊ីច្បាស់ជាចង់កដៃសម្រាប់ខ្លួនទៀតហើយប្រហែលជាយានស៊ីហ្នឹងមានវិបត្តិផ្លូវចិត្តឬមួយក៏យ៉ាងម៉េចហើយអញ្ចឹងហើយអឿនថងក៏ចង់និយាយលួងលោមយានស៊ីអឿនថងនិយាយសួរនាំលួងលោមជាច្រើនទៅកាន់យានស៊ីប៉ុន្តែយានស៊ីគេអត់ខ្វល់នោះទេអឿនថងមិនមែនធម្មតាទេគឺសម្លុតឲ្យយានស៊ីហ្នឹងឆ្លើយតបជាមួយគេតែម្ដងតតែយានស៊ីហ្នឹងឆ្លើយជាមួយនឹងអឿនថងលេងស៊ីឲ្យយានស៊ីហ្នឹងមើលទៀតគឺឲ្យទាយថាដៃណាជាដៃកដារបស់គេអញ្ចឹងតែជាចៃដន្យអីនៅពេលហ្នឹងឡានក្រុងត្រូវកិច្ចឆ្វេងកិច្ចស្ដាំដែលធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងកាន់ដៃគ្នាជុំអញ្ចឹងទៅក៏ធ្វើឲ្យពីរនាក់ហ្នឹងបានកេងលក់ទៀតហើយអញ្ចឹងនឹងមែនតើថាមកពីមូលហេតុអីទៅពីរនាក់ហ្នឹងនៅចិត្តគ្នាអត់ទៅនៅចិត្តគ្នាគឺកេងលក់រហូតគេបានកេងលក់ស្រួលរហូតតតែឡានក្រុងហ្នឹងមកដល់រីសតហើយមនុស្សម្នាអីចុះពីលើឡានក្រុងអស់ហើយនៅតែពីរនាក់ហ្នឹងយានស៊ីក៏ដឹងខ្លួនមុនហើយក៏ចាប់អារម្មណ៍ថាគេបានកេងលក់មុនហ្នឹងប្រហែលជាថ្នាំរបស់គេហ្នឹងឯងលេបការប្រយុទ្ធមិញហ្នឹងទៅតែមានប្រសិទ្ធភាពហើយគេចាប់អារម្មណ៍ថាដៃរបស់គេហ្នឹងកាន់ដៃរបស់អឿនថងជាប់ជឹងដកដៃចេញឡើងលឿនហ្មងហើយយានស៊ីក៏ចាក់ចេញពីឡានក្រុងហ្នឹងដោយមិនបានដាស់អឿនថងទេអឿនថងបន្តកេងរហូតតតែបើឡានក្រុងមកដាស់គេអឿនថងគេភ្ញាក់មកគេសប្បាយចិត្តទៀតហើយដែលគឺថាទេវតាដំណេករបស់គេហ្នឹងបានបញ្ចេញមហិទ្ធិឫទ្ធិឲ្យគេបានកេងលក់ម្ដងទៀតហើយបន្ទាប់ពីហ្នឹងមកក្រុមអ្នកស្ម័គ្រចិត្តទាំងអស់គ្នាហ្នឹងក៏នាំគ្នាចូលមកក្នុងរីសតហ្នឹងដើម្បីទទួលបានខីកាតសម្រាប់បន្ទប់ស្នាក់នៅហើយអ្នកដែលទទួលបានខីកាតហ្នឹងលុះត្រាតែមានសម្បត្តិអញ្ជើញដែលគេបានអញ្ជើញកាលពីដើមមកអឿនថងកំពុងតែគិតថាតើត្រូវធ្វើយ៉ាងម៉េចទៅទទួលបានខីកាតគេចង់និយាយជាមួយនឹងម្នាក់ស្រីដែលនៅក្បែរគេហ្នឹងហើយប៉ុន្តែគេបានឃើញថាយានស៊ីហ្នឹងកាត់មុខគេដែលកំពុងតែនិយាយទូរស័ព្ទហ្នឹងហើយឮពាក្យថាថ្នាំហ្នឹងនឹងមានប្រសិទ្ធភាពនៅពេលណាអឿនថងឮអញ្ចឹងហើយគាត់ថាយានស៊ីហ្នឹងចង់សម្លាប់ខ្លួនទៀតហើយអញ្ចឹងអឿនថងក៏ដេញតាមយានស៊ីតែអឿនថងដេញតាមមិនទាន់យានស៊ីទេយានស៊ីបានចូលចរាយន្តឡើងទៅជាន់ទី3ដែលជាជាន់មានអាងហែទឹកអឿនថងចាក់ច្បាស់ហើយថាយានស៊ីចង់សម្លាប់ខ្លួនមែនតើដូច្នោះហើយអឿនថងអត់មាននៅចាំជិះចរាយន្តអីនោះទេខ្លាចទៅមិនទាន់អញ្ចឹងហើយខំរត់ឡើងតាមចរាជើងហើយជាន់ខាងលើរបស់រីសតពួកគេហ្នឹងនិ
និយាយពីថាអាងតាក់គេស្រស់ស្អាតខ្លាំងមែនទែនគឺមកជុំនឹងសិតតែតាក់តែម្ដងមិនដឹងថាអស់តាក់ប្រមាណ10000គីបទេយិនស៊ីកំពុងតែអង្គុយមុខអាងតាក់នឹងដែលឆ្ងល់ពីថ្នាំរបស់គេនឹងថាថ្នាំនឹងមិនដឹងថាលេបទៅវាមានប្រសិទ្ធភាពបែបម៉េចចឹងវាម្ដងពជាពេលម្ដងអត់ចឹងទៅដោយស្មុគស្មាញខ្លាំងពេកយិនស៊ីខ្ជិលគិតបន្តក៏ដាក់ថ្នាំនឹងនៅលើតុហើយក៏ដោះអាវនឹងថាចូលហែតាក់ហើយក៏បានធ្វើឲ្យថ្នាំនឹងវាកពុបនៅនឹងតែយិនស៊ីមិនចាប់អារម្មណ៍នោះទេហើយអឿនថងវិញឡើងមកដល់ឃើញថាថ្នាំនឹងនៅរករីលើតុហើយឃើញថាយិនស៊ីកំពុងតែដើរចុះទឹកទៀតដោយគេមិនរងចាំយូរទេអឿនថងបញ្ញាប់រត់ទៅជួយយិនស៊ីអឿនថងចាប់ដៃយិនស៊ីទាញមកហើយក៏ធ្វើឲ្យពួកគេទាំងពីរនាក់នឹងចាប់ផ្ដើមងុយគេងទៀតហើយប៉ុន្តែអឿនថងថាត្រូវតែជួយជីវិតយិនស៊ីឲ្យបានដូច្នោះហើយគេខំប្រឹងទប់ដោយគ្រាយិនស៊ីមកដល់លើកោកសិនយិនស៊ីបានកេងលក់ហើយបន្ទាប់មកអឿនថងនឹងក៏កេងលក់ពីលើយិនស៊ីតែម្ដងពួកគេទាំងពីរនាក់នឹងកេងលក់រហូតតែយប់ឡើងនឹងបានភ្ញាក់មកវិញហើយក៏ឆ្ងល់ក្នុងចិត្តរៀងៗខ្លួនថាមិនបានពួកគេនឹងកេងលក់ទៀតហើយសាច់រឿងនៅក្នុងភាគ1របស់យើងស្លេះតែប៉ុណ្្នឹងហើយភាគហ្នឹងគឺអេដមីនធ្វើបានខ្លីនោះទេចាំភាគក្រោយគឺអេដមីននឹងបញ្ចូលគ្នាប្រហែលជា2ភាគចូលគ្នាដើម្បីឲ្យឆាប់ចប់អញ្ចឹងយើងចាំជួបគ្នាជាមួយអេដមីនម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាណាអរគុណច្រើនជម្រាបលាបាយបាយ